ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់វីដេអូនេះខ្ញុំចង់មកបង្ហាញបងប្អូនពីរបៀបប្ដូរ password របស់ Facebook ក្នុងករណី Facebook របស់យើងបានភ្លេចលេខកូដយើងចង់ប្ដូរលេខកូដវាឡើងវិញដើម្បីឲ្យចងចាំនៅពេលដែលបាត់បង់លើក្រោយយើងអាចទទួលយកមកវិញបានងាយស្រួលកុំឲ្យពិបាកក៏ប៉ុន្តែបើសិនជាបងប្អូនបាត់លេខកូដហើយមួយទៀតបាត់លេខទូរស័ព្ទបងប្អូនគួរតែបដូរឲ្យហើយឲ្យលឿនតាន់ Facebook របស់យើងមិនតាន់នឹងបាត់បង់បងប្អូនអាចយកលេខកូដបានតាម notification របស់ Facebook បានដោយមិនបាច់ប្រើលេខទូរស័ព្ទតែបើបងប្អូនមានលេខទូរស័ព្ទហើយបងប្អូនគួរតែបង្កើត WhatsApp មួយព្រោះពេលយើងប្ដូរ password ទៅគឺវាតម្រូវឲ្យយើងនឹងគឺវាយលេខកូដដែលវាបាន send មកតាម SMS ឬមួយក៏ WhatsApp ប៉ុន្តែបើសិនជាយើងជ្រើសរើសយើងគួរតែជ្រើសរើសឲ្យវាផ្ញើតាម WhatsApp មកវាងាយនឹងផ្ញើមកជាងបើសិនជាផ្ញើតាម SMS វាមិនងាយនឹងផ្ញើមកទេគឺរអាក់រអួលបងប្អូនធ្វើតាមខ្ញុំបងប្អូនចូលទៅក្នុងកម្មវិធី Facebook មកបន្តមកទៀតបងប្អូនចុចកន្លែងត្រេ3ខាងលើនេះបាទចុចត្រេ3មកបន្តមកទៀតបងប្អូន scroll ទៅខាងក្រោមរកពីថា setting and privacy បន្តមកទៀតបងប្អូនចុចពីថា setting ខាងលើនេះបន្តមកទៀតបងប្អូនចុចផ្ទាំងខាងលើនេះ account center ហ្នឹងបន្តមកទៀតបងប្អូនយកពាក្យថា password and security បងប្អូនចុចចូលមកបន្តមកទៀតយកពាក្យថា change password បន្តមកទៀតចុចលើ profile Facebook របស់យើងមកដល់កន្លែងនេះបើសិនជាបងប្អូនចាំ password ខ្លួនឯងបងប្អូនវាយ password ខាងលើនេះមកហើយបន្តមកទៀតវាយ password ថ្មីខាងក្រោមពីរនេះមកដូចគ្នាតែក្នុងករណីបងប្អូនភ្លេចបងប្អូនយកពាក្យថា forget your password បាទមកដល់កន្លែងនេះគឺវាឲ្យយើង send លេខកូដទៅអ្វីដែលយើងបានភ្ជាប់ហើយមួយទៀតគឺ notification Facebook របស់យើងពីព្រោះយើងនៅប្រើ Facebook ហ្នឹងតែបើបងប្អូនចង់យកមួយណាក៏បានបើចង់ផ្ញើទៅ Gmail ក៏បានតែត្រូវទៅយកលេខកូដពីចេញពី Gmail ឥឡូវខ្ញុំសូមផ្ញើតាម notification ចុចចូលមកចុចគ្រីសវាបន្ទាប់ទៀតចេញ continue បន្តមកទៀតវានឹងផ្ញើលេខកូដមកចាំបន្តិចនេះបងប្អូនបាទ753007បងប្អូនមិញអានខុស0753 10គុត0753 10គុតចុច continue មកដល់កន្លែងនេះបងប្អូនអាចវាយ password ថ្មីរបស់យើងបានហើយអ្វីដែលបងប្អូនចង់ដាក់បងប្អូនដាក់ទៅហើយកុំភ្លេចចងចាំវាផងកត់ទុកផងដើម្បីថ្ងៃក្រោយទៅយើងងាយស្រួលយកមកវិញវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ